មិនអាចយកទៅសាកព្រោះបណ្ដោះឲ្យលូតលាស់ដល់កម្រិតបកជាដើមបានឡើយនេះព្រោះអ្វីព្រោះតែការបែកឃ្លាតពីគ្នានៃគ្រាប់ស្រូវនិងសម្បកស្រូវនោះឯងការប្រយ៉ាងនេះក៏នាំឲ្យឃើញនូវគុណនៃការចំបាច់មូលត្រកូលគ្នានៃវងត្រកូលរបស់ខ្លួនក្តីការព្រមព្រៀងគ្នានៃប្រជាពលរដ្ឋក្នុងប្រទេសនីមួយៗក្តីការព្រមព្រៀងគ្នានៃភ្នាក់ងាររាជការនិងរាជប្រជាក្តីរហូតដល់ការព្រមព្រៀងស្រស់ស្រួលមូលត្រកូលគ្នាចំបាច់គ្នាក្នុងការសាងសុខសន្តិភាពនៃពិភពលោកទាំងមូលក្តីថាតើឲ្យប្រយោជន៍សុខចម្រើនធំទូលាយត្រឹមណាសេចក្តីអជ្រៅនៃសុភាសិតនេះក៏បានបង្ហាញទោសនៃការបែកបាក់គ្នាមានការបែកបាក់នៃវងត្រកូលមួយជាដើមថារមែងនាំឲ្យសាបសូន្យមិនលូតលាស់ដដាលនៅសេចក្តីសុខចម្រើនការប្រយោជន៍ប្រៀបដូចគ្រាប់ស្រូវតែគ្រាន់តែឃ្លាតចេញពីសម្បកក៏អស់ផ្លូវនឹងដុតដាលបានដូច្នោះដែរចប់ប្រធានបទទី14តែប៉ុណ្ណេះប្រធានបទទី15រោគទាបជាទីសពសម្លេងសម្រៃសេចក្តីក្តៅក្រហាយការជាប់អន្តៈចំណងនិងសេចក្តីវិនិច្ឆ័យបានតរៃទាំងឡាយនេះជាផលដែលកើតមកពីព្រឹក្សាជាតិគឺទោសកំហុសរបស់ខ្លួននៃមនុស្សទាំងឡាយភាសាទី41នៃការគប់មិត្តជនទាំងឡាយគ្រប់ជាតិសាសន៍ដែលមានកំណើតមកជាមនុស្សក៏ត្រូវជួបប្រទះប៉ះទង្គិចនឹងបញ្ហាមនុស្សត្រូវដោះស្រាយបញ្ហាមនុស្សព្រោះជីវិតពិតជាមានបញ្ហាច្រើនយ៉ាងវិបត្តិច្រើនយ៉ាងកើតឡើងការវិបត្តិអន្តរាយទាំងឡាយកើតឡើងក្នុងដំណើរជីវិតខ្លះក៏ថាមកពីព្រំលិខិតឬអាទិទេវលិខិតខ្លះថាមកពីទេពរៈអ្នកតាខ្លះថាមកពីអ្វីផ្សេងទៀតតែសុភាសិតស្រីហេតុផលប្រទេសប្រាប់ថារោគជាជាទីសពសម្រេងសម្រៃសេចក្តីក្តៅក្រហាយការជាប់អន្តៈចំណងនិងសេចក្តីវិនិច្ឆ័យអន្តរាយទាំងឡាយនេះជាផលដែលកើតមកពីព្រឹក្សាជាតិគឺទោសកំហុសរបស់ខ្លួននៃមនុស្សទាំងឡាយដែលមានអត្ថន័យដូចម្តេចសុភាសិតនេះគោលបញ្ជាក់ពីផលវិបាកទុក្ខវិបត្តិទាំងឡាយដែលមនុស្សបានជួបប្រទះគឺជាលទ្ធផលដែលកើតចេញពីកំហុសរបស់ខ្លួននៃមនុស្សទាំងឡាយយ៉ាងណាមិញយ៉ាងនេះគឺរោគជាព្យាធិគឺជំងឺតម្កាត់វិបត្តិនៃរាងកាយតាំងពីជំងឺឈឺក្បាលវិលមុខគ្រុនរវាយជាដើមក្តីសេចក្តីសោកសៅសម្រេងសម្រាយប្រគឹកខ្សឹកសួតអួនអាក់រត់ប្រត់ប្រាំងរាចាបុគ្គលនិងវត្ថុជាទីស្រឡាញ់ឬបណ្ដាលមកពីហេតុណាមួយក្តីសេចក្តីមួម៉ៅក្តៅក្រហាយក្រហល់ចង្អៀតចង្អល់តាំងចិត្តស្អិតទ្រង់ដែលកើតឡើងដោយជួបប្រទះអាណិតអារម្មណ៍មិនជាទីពេញចិត្តណាមួយក្នុងជីវិតក្តីការជាប់អន្តៈចំណងដូចជាជាប់ខ្នោះខ្នងគុកច្រវាក់ធ្លាក់ក្នុងចំណាក់ខ្មាំងក្តីនិងសេចក្តីវិនិច្ឆ័យអន្តរាយទាំងឡាយមានអគិភ័យចោរភ័យឧតកភ័យចម្រៃឧបទ្រពខូចគេឈ្មោះធ្លាក់យូរអស់តម្លៃខ្សែជីវិតការខាតបង់លំទឹកលេខទូលោកឡាត្រូវគេរឹតអូសធនធានជាដើមក្តីរោគជាធិតោតនទំនួលទុកគ្រោះថ្នាក់សេចក្តីវិនិច្ឆ័យអន្តរាយច្រើនបែបច្រើនយ៉ាងកើតឡើងក្នុងជីវិតមនុស្សនេះគឺជាការផ្លែផលលេចចេញមកពីព្រឹក្សាជាតិគឺទោសកំហុសរបស់ខ្លួននៃមនុស្សទាំងឡាយព្រឹក្សាជាតិរុក្ខជាតិកាលណាបណ្ដោះមានដើមដោះបែកមេស្លាប់មានការផ្លែហើយក៏តែងមានហេតុការណ៍ផ្សេងជួបប្រទះប៉ះទង្គិចដូចត្រូវគេកាត់ក្តិចពង្រិចពង្រិលកាប់មេធាងបែបការផ្លែត្រូវខ្ចប់ជុកបបត់ធ្វើឲ្យត្រេកប្រូតឬរលំត្រូវដំរីឈូកត្រូវភ្លើងចេះរៀលមករោលឲ្យខ្លាចរញ៉ោមត្រូវដង្កូវស៊ីចោះឬដើមជួនកាលដីរលក់បាក់ព្រោះតាមឈើលក់ទេវហើយការវិបត្តិទាំងនេះកើតឡើងចំពោះព្រឹក្សាជាតិមកពីព្រឹក្សាជាតិកើតខុសតបឡើងក្នុងផែនដីនៃពិភពលោកនេះឯងបើគ្មានព្រឹក្សាជាតិទេក៏គ្មានវិបត្តិតូចណាមួយកើតឡើងដែរបញ្ហាព្រឹក្សាជាតិនេះយ៉ាងណាមិញបញ្ហាមនុស្សក៏យ៉ាងនោះដែរព្រោះមនុស្សទាំងឡាយដែលកើតជារូបរាងមកហើយតែជួបប្រទះហេតុវិបត្តិផ្សេងយ៉ាងនេះខ្លះយ៉ាងនោះខ្លះធ្ងន់ខ្លះស្រាលខ្លះតិចខ្លះច្រើនខ្លះកិច្ចមិនរួចឡើយព្រោះបើមានរូបរាងកាយក៏ត្រូវមានទុកមិនខានផ្ទុយទៅវិញវាអាចមើលឃើញយល់ថារោគជាធិកើតឡើងពីរបស់ខាងក្រៅគឺមេរោគចូលមករករានបើគ្មានមេរោគទេក៏មិនដាច់នឹងមានជំងឺតម្កាត់សពសម្រេងសម្រាយសេចក្តីក្តៅក្រហាយការជាប់អន្តៈចំណងនិងសេចក្តីវិនិច្ឆ័យអន្តរាយទាំងឡាយកើតមកពីធម្មជាតិឬជាតិដតីមនុស្សដតីបង្កបង្កើតឡើង
ដោយត្រូវអ្នកដទៃធ្វើឲ្យប្រត់ប្រាស់អ្នកដទៃបំផ្លិចបំផ្លាញឆោបោកលួចប្លន់អ្នកដទៃចាប់ចងឬថាធ្វើធ្នាក់តាក់ចាប់យកទៅដាក់គុកច្រវាក់វាដំច្រកភៈប្រើអំណាចសង្កត់សង្កិនធ្វើទុកបុកម្នេញបង្ហាត់បង្ហើយដោយប្រការផ្សេងបើយ៉ាងនេះហើយអ្វីក៏ថាមកពីទោសកំហុសរបស់ខ្លួននៃមនុស្សទៅវិញបើគ្មានមនុស្សដទៃធម្មជាតិដទៃបង្កើតផលអាក្រក់នេះឡើងផលអាក្រក់នោះនឹងបង្កើតឡើងបានឡើយនេះជាយោបល់មួយផ្នែកដែលច្រើនសង្កត់ធ្ងន់ទៅលើការសម្លឹងឃើញទុកវិបត្តិអន្តរាយកើតពីធម្មជាតិដទៃអ្នកដទៃមិនមែនជាផលនៃព្រឹត្តិការណ៍ជាតិឬទោសកំហុសរបស់ខ្លួនរួមមករកទៀតជាទីសពសម្រេចសម្រៃហើយវិបត្តិអន្តរាយសេចក្តីក្តៅក្រហាយសេចក្តីសពសម្រេចសម្រៃការជាប់អន្តៈចំណងទាំងអស់នេះកើតពីមនុស្សដទៃបង្កបង្កើតឡើងមួយចំណែកកើតពីខ្លួនឯងមួយចំណែកប៉ុន្តែទោះយ៉ាងណាក្តីក៏ព្រោះតែខ្លួនមានខ្លួនគឺមានរូបកាយនិងចិត្តមានការប្រព្រឹត្តផ្នែកគុណវិបត្តិខាងដើមដែរបើគ្មានរូបកាយទេព្រមដេចនឹងមានជំងឺតម្កាត់ព្រមដេចនឹងមានសេចក្តីសោកសម្រេចសម្រៃនិងសេចក្តីក្តៅក្រហាយព្រមដេចនឹងមានការជាប់ជំពាក់ពាក់ចំណងនិងសេចក្តីវិនិច្ឆ័យអន្តរាយទាំងឡាយកើតឡើងនឹងប៉ះទង្គិចកើតក៏ដូចជាបើគ្មានតាមដងនៃព្រឹត្តិការណ៍ជាតិទេព្រមដេចនឹងជួបវិបត្តិទាំងឡាយដូចនិយាយមកហើយដូច្នេះបើពិចារណាឲ្យល្អិតទឹកឲ្យជ្រៅអាចឃើញច្បាស់ថាវិបត្តិអន្តរាយទាំងឡាយមានប្រការផ្សេងដូចជាផលដែលបានមកពីព្រឹត្តិការណ៍ជាតិឬកំហុសរបស់ខ្លួននៃមនុស្សទាំងឡាយមែនសុភាសិតនេះអាចឲ្យពន្លឺគំនិតថាមនុស្សទាំងឡាយត្រូវទទួលស្គាល់យល់ថាខ្លួនជាប្រភពដើមនៃការបង្កើតផលអាក្រក់និងផលល្អឲ្យខ្លួនឯងដូច្នេះមិនត្រូវសង្កត់ចិត្តទៅលើការឲ្យកំហុសចំពោះអ្នកដទៃជាសំខាន់ទេសំខាន់គឺខ្លួនយើងឯនេះទេតើបើខ្លួនអប់រំខ្លួនឯងល្អហើយខ្លួនឯងនឹងមិនសូវជួបវិបត្តិទុក្ខក្តៅក្រហាយអន្តរាយទាំងឡាយពេកឡើយចប់ប្រធានបទទី15តែប៉ុណ្ណេះប្រធានបទទី13ដរាបណាដីប្រយន្តរាយមិនទាន់ដល់ទេដរាបនោះបុគ្គលក៏បីប្រុងប្រយ័ត្នដល់ព្រៃនោះបើក្តីប្រយន្តរាយមកដល់ហើយបុគ្គលក៏បីខ្លាហានតស៊ូនឹងព្រៃនោះតាមគំនិតខ្លួនដែលបានគិតទុកស្រេចហើយភាសិតទី57នៃការគប់មិត្តភាសិតស្រីឯតបតេបានហុចផលដល់គំនិតប្រាជ្ញាក្នុងការដោះស្រាយបញ្ហាការរស់នៅនៃសង្គមក្រុមមនុស្សព្រោះបាននិយាយបំភ្លឺប្រាប់ទៅដល់កិច្ចមធ្យោបាយសង្គមយ៉ាងសម្រាប់ស្គាល់យល់ដឹងដំណឹងដំណើរចង្វាក់ផ្សេងនៃជីវភាពដោយសុភាសិតជាប្រធានថាដរាបណាក្តីប្រយន្តរាយមិនទាន់មកដល់ទេដរាបនោះបុគ្គលក៏បីប្រុងប្រយ័ត្នដល់ភ័យនោះបើក្តីប្រយន្តរាយមកដល់ហើយក៏បីក្លាហានតស៊ូនឹងភ័យនោះតាមគំនិតខ្លួនដែលបានគិតទុកស្រេចហើយតើសុភាសិតនេះមានអត្ថន័យដូចម្តេចសុភាសិតនេះជាសេចក្តីបំភ្លឺមនុស្សឲ្យខិតលើក្នុងការប្រុងប្រយ័ត្នគឺមានស្មារតីជានិច្ចការពារប្រយន្តរាយវិបត្តិមិនឲ្យកើតឬកើតឡើងត្រូវតស៊ូដោយក្លាហានតាមគម្រោងការដែលគិតទុកស្រេចហើយយ៉ាងណាមិញយ៉ាងនេះគឺជីវិតមនុស្សទាំងឡាយមិននៅឆ្ងាយពីប្រយន្តរាយនាឡើយជួនកាលមិនបានគិតអានស្មានទុកជាមុនផងក៏ស្រាប់តែប្រយន្តរាយនោះកើតឡើងទោះយ៉ាងនេះក៏ដោយជនដែលមានប្រាជ្ញាស្មារតីរមែងជោគគ្រោះថ្នាក់តិចឬឈ្នះអន្តរាយនោះបានព្រោះបានដឹងប្រុងប្រយ័ត្នរៀបចំកម្មវិធីការពារទុកជាមុនបញ្ហានេះត្រូវស្ថិតនៅក្នុងកម្មវិធីពីរផ្នែកកដរាបណាក្តីប្រយន្តរាយមិនទាន់មកដល់ទេដរាបនោះបុគ្គលក៏បីប្រុងប្រយ័ត្នដល់ភ័យនោះបានសេចក្តីថាសេចក្តីខ្លាចនិងសេចក្តីវិនិច្ឆ័យអន្តរាយពីគ្រោះថ្នាក់វិបត្តិទាំងឡាយដែលមនុស្សតែងខ្លាចដោយអគិភយន្តរាយឧបកភយន្តរាយចោរភយន្តរាយទុក្ខភយន្តរាយជាដើមដែលបានច្បាស់ជាមុនថាមុខជាកើតឡើងក្នុងថ្ងៃណាមួយមិនខានដរាបណាក្តីភយន្តរាយទាំងនេះមិនទាន់មកដល់គឺមិនទាន់កើតឡើងទេដរាបនោះបុគ្គលក៏បីប្រុងប្រយ័ត្នដល់ភ័យនោះគឺមានស្មារតីមិនធ្វេសប្រហែសជានិច្ចមិនភ្លេចខ្លួនចាត់សម្ភារៈមធ្យោបាយសម្រាប់ដាច់ដោយពង្រិលពង្រីកក្តីចោលនៅប្រយន្តរាយនោះមិនឲ្យផុសផុសកើតឡើងឬមិនមានសមត្ថភាពទប់ទល់ប្រយន្តរាយមិនឲ្យកើតឡើងបានទេក៏ប្រុងប្រៀបចំប្រយ័ត្នទុកជាមុនគឺរកសម្ភារៈសម្រាប់ការពារមធ្យោបាយគម្រោងការសម្រាប់ត
ន្តរាយមកដល់ដោយប្រយ័ត្នបរាយដែលកើតពីចោលគឺប្រទេសជិតខាងដែលយើងដឹងជាមុនថាវាមុខជាប្រើមធ្យោបាយប្រឡោមប្រើកងទ័ពមកដណ្ដើមយកទឹកដីរបស់យើងក្នុងថ្ងៃណាមួយមិនខានក៏បានប្រុងប្រយ័ត្នចាត់ការរៀបចំកម្មវិធីការពារទុកទល់ទុកជាមុនស្រេចបាក់ដីប្រយ័ត្នបរាយមកដល់ហើយពលកប3ក្លាហានតស៊ូនឹងទីនោះតាមគំនិតខ្លួនដែលបានគិតទុកស្រេចហើយបានសេចក្តីថាលោកប្រយ័ត្នបរាយវិបត្តិគ្រោះថ្នាក់លាក់មកដល់ខ្លួនហើយដូចចោលលើមកដល់ហើយត្រូវតែមានចិត្តក្លាហានអត់អាចមិនខ្លាចនឹងលើកចេញមុខតស៊ូទុកទល់ចំពោះប្រយ័ត្នបរាយនោះដើម្បីឲ្យវារៀនថយចុះខ្សោយឲ្យរលត់រលាយពីរលើកបានរលត់បាត់ស្ងាត់ស្ងាត់ចប់ទៅវិញឲ្យវាចំណេញជ័យជំនះបានទុកចំហឲ្យរឹងប៉ិននៅដដែលឬជួបបញ្ហាផ្ដេកតាមគំនិតដែលកិតទុកប្រំរៀបចំទុកជាមុនដើម្បីកម្ចាត់បំបត្តិប្រយ័ត្នបរាយដែលនឹងកើតឡើងក្នុងថ្ងៃណាមួយបើប្រយ័ត្នបរាយមកដល់ក៏ต้องទល់តតាំងដើម្បីជ័យជំនះចំពោះប្រយ័ត្នបរាយនោះតាមមធ្យោបាយដែលមានស្រាប់ដែលកិតទុកស្រាប់ហើយប៉ុន្តែវាអាចជំទាស់ថាការគិតប្រុងប្រយ័ត្នទុកជាមុនដោយមិនដឹងថាប្រយ័ត្នបរាយនៅឯណាឯណីផងជាការអត់ប្រយោជន៍ខាតពេលដោយរឿងក្រដេវៃដេកចូលជើងត្រមេព្រោះប្រយ័ត្នចំពោះប្រយ័ត្នបរាយដែលមិនធម្មតាគឺប្រយ័ត្នបរាយដែលកើតពីមេឃរលំសង្កត់ឥតអំពើមិនដឹងពេលណាមេឃរលំមកឡើយចាំពេលណាពេលនោះតែម្ដងមួយយ៉ាងទៀតបើប្រយ័ត្នបរាយធំមកមានលុបសមត្ថភាពការប្រឹងប្រែងនិងសេចក្តីក្លាហានតស៊ូក៏ឥតប្រយោជន៍ដែរមានបានជ័យជំនះឡើយដោយឡែកទៀតការប្រុងប្រយ័ត្នជាមុនដោយយល់ថាប្រយ័ត្នបរាយមុខជាកើតឡើងនាំឲ្យកើតភ័យខ្លាចស្លាប់ស្មារតីរឿយការមនុស្សសអ្វីក៏នឹកថាប្រយ័ត្នបរាយមកដល់ហើយពីរឿងទន្សាយអើផ្លែភ្នៅស្មានថាមេឃរលំលើឬផែនដីស្រុតតែខ្លួនបានគិតទុកជាមុនមេឃនឹងរលំថ្ងៃណាមួយឬផែនដីមុខជាស្រុតនោះលើភ្នៅជ្រូកក៏បោលរត់ហត់ឥតអំពើឯភាសិតនេះនៅក្នុងលក្ខណៈឥតប្រយោជន៍យ៉ាងនោះដែរការប្រកឹកទៅរកប្រយ័ត្នបរាយដែលមិនមានដោយគំនិតល្ងងខ្លៅក្រៅសេចក្តីពិតក៏អាចអំពើបំបាក់នៃបដិទេសនៃអ្នកខ្លះនេះមែនតែសុភាសិតនេះមិនបានសំដៅសេចក្តីយ៉ាងនោះឡើយគឺសំដៅយុគវ័យដែលតែងកើតឡើងរឿយក្នុងជីវិតមនុស្សដូចភ្លើងឆេះផ្ទះទឹកជន់ជោរចោលលុបផ្លាត់ត្រង់ធន់ទឹកដីជាដើមគឺជាប្រយ័ត្នបរាយដែលមានពិតដូច្នេះត្រូវតែប្រុងរៀបចំប្រយ័ត្នទុកជាមុនកុំឲ្យភ័យនោះកើតឡើងជាការប្រសើរឬបើកើតឡើងហើយក៏ត្រូវតែមានចិត្តក្លាហានតស៊ូកម្ចាត់តាមគម្រោងការដែលបានកាត់ទុកជាមុនការប្រតិបត្តិយ៉ាងនេះមិនមែនឥតប្រយោជន៍ខាតពេលវេលាទៅទេនោះឡើយគឺបានផលល្អទៅវិញព្រោះប្រយ័ត្នបរាយទាំងនេះបើគេប្រយ័ត្នបើគេក្លាហានបំបត្តិបើគេចាត់គ្រោងការត្រឹមត្រូវក៏តែងមានជ័យជំនះនិងកំណត់នេះមិនមែននាំឲ្យតក់ស្លុតភ័យភិតរឿយឡើយគឺនាំឲ្យកាន់ប្រែងទៅវិញទេតើដូចភ័យនឹងក្រនាំឲ្យប្រឹងរោគភ័យនឹងល្ងងនាំឲ្យប្រឹងរៀនភ័យនឹងទុកតតកម្មនាំឲ្យប្រព្រឹត្តសុចរិតភ័យនឹងភ្លើងឆេះផ្ទះនាំឲ្យប្រយ័ត្នក្នុងការប្រើភ្លើងប្រំព្រៀបទឹកស្នប់សម្រាប់រលត់បើភ្លើងឆេះផ្ទះឡើងហេតុនេះសុភាសិតស្រីហេតុបតិជាប្រធានមួយពិភាក្សាមកហើយជាសុភាសិតប្រុងប្រយ័ត្នគំនិតប្រំព្រៀបគំនិតតស៊ូក្លាហានចំពោះប្រយ័ត្នបរាយដើម្បីយកជ័យជំនះលើគ្រោះថ្នាក់ផ្សេងព្រោះការប្រុងប្រយ័ត្នសុទ្ធតែមានប្រយោជន៍ដោយភាសាខ្មែរយើងថាប្រហែលបាត់ប្រយ័ត្នគង់ព្រមទាំងជាប់តាក់ទងនឹងភាសាថាកិត្តិរួចសំគូនិងថាក្លាហានតស៊ូតែមានជ័យចប់ប្រធានបទទី13តែប៉ុណ្ណេះប្រធានបទទី14ទីឋានណាមិនមានអ្នកប្រាជ្ញឬបណ្ឌិតទីឋាននោះសូម្បីមានតែអ្នកចេះដឹងបន្តិចបន្តួចក៏គួរលើកដំកើងសរសើរដូចជាប្រទេសណានីមួយដែលអត់មានព្រឹក្សាជាតិក៏មានតែដើមល្ហុងក៏លោកសន្មតថាជាដើមឈើបានដែរភាសាទី69នៃការគប់មិត្តក្នុងសម័យណាក៏ដូចជាសម័យណាសង្គមក្រុមមនុស្សរមែងលើកដំកើងតម្លៃអ្នកចេះដឹងនៅវិជ្ជាទាំងឡាយក្នុងសម័យលោកវែកបណ្ឌិតទុំបណ្ឌិតពេជ្រគ្រាន់តែចេះស្មូតចេះច្រៀងនិងចេះភ្លេងយ៉ាងល្មមល្មីក៏បានជាទីរាប់អាននៃមហាជនរហូតបានទទួលការលើកដំកើងពីព្រះមហាក្សត្រថែមទៀតក្នុងរឿងរ៉ាវជាច្រើនក៏ឃើញថាអ្នកចេះដឹងទូតិចឬច្រើន
សុទ្ធតែបានការទទួលរាប់អានការលើកតម្កើងនៃមនុស្សគ្រប់កាលសម័យសុភា